ស្ដីបងប្អូនថ្ងៃហ្នឹងថ្ងៃអាទិត្យឆ្លៀតពេលមកលេងនៅមាត់ទន្លេអញ្ចឹងណាហើយដើរមកឃើញណែមតំណងឆ្ងាញ់ណាហើយក៏សួរទិញអញ្ចឹងណាហើយតមកដើរមកមុខទៀតឃើញសាច់គោអាំងតំណងក៏ឲ្យគេអាំងឲ្យញ៉ាំអញ្ចឹងណាហើយchờចាំគេយូរពេកក៏មកមើលមានមុខម្ហូបអីផ្សេងទៀតអញ្ចឹងណាហើយមានច្រើនណាបងប្អូនមើលទៅតំណងឆ្ងាញ់ណាហើយយើងពងរងចាំគាត់អាំងឲ្យយើងសិនហើយបន្ទាប់មកទៀតយើងដើរមកមុខមកឃើញគេលក់បញ្ជូរឃើញបញ្ជូរតំណងឆ្ងាញ់ហើយស្រក់ទឹកមាត់មកត្រង់មកបានហើយក៏ឈប់ទិញអញ្ចឹងណាបងប្អូនឥឡូវអ្នកលក់កំពុងតែច្រកថងឲ្យហើយក៏សួរគេចំពោះមួយចកម៉ានអីចឹងណាមួយចកហ្នឹង2000បងប្អូនហើយបន្ទាប់មកចេញពីឡៃលំជួយយើងដើរមកមើលមានផិតឆឹងផិតឈីអីច្រើនណាបងប្អូននំនែកហើយមានរបស់ក្មេងលេងអីច្រើនណាបងប្អូនណាដើរមកទៀតមានបងមាន់ស៊ីឈွန်តែអត់ទិញទេបងប្អូនដើរមើលសិនដើរមកនេះមានច្រើនណាបងប្អូនមានបាយឆាមឹកអាំងមឹកល្ហុងអីចឹងណាមានច្រើនណាតាមមាត់ទន្លេហ្នឹងកាលមុននៅសើមានលក់ឯងឥឡូវលក់ច្រើនខ្លាំងមើលហើយយើងក៏បន្តដំណើរដើរមកមុខទៀតដើរមើលសិនអត់ទាន់ទិញទេព្រោះអីលក់ច្រើនណាដឹងថាទិញមួយណាទុកមួយណានេះហើយទឹកចឹងមនុស្សច្រើនណាបងប្អូនហើយមេឃអំណោយទៀនទៀតមេឃឡើងស្ទុំអត់ក្តៅសោះហើយកំពុងដើរមើលទៀតមានច្រើនហើយបងប្អូននេះមានច្រើននេះមកអាំងហើយដូចរបស់ក្មេងលេងអីចឹងណាហើយឥឡូវយើងដើរមុខទៀតយើងទិញមានទឹកមានលាយជាមួយនឹងផ្លែត្នោតយើងសាករបស់ថ្មីបើអីយើងដែរមិនញ៉ាំមកឥឡូវអ្នកលក់កំពុងតែដួសឲ្យហើយមួយកែវនឹងដែរយើងចង់លាយពី3មុខក៏បានដែរបងប្អូនហើយមួយកែវហ្នឹងតម្លៃវាឃើញគេដាក់មួយកែវ5000ទៅទិញសាកមើលចឹងណាតែទិញទៅឆ្ងាញ់របស់គេតាបងប្អូនឥឡូវពងchờចាំអ្នកលក់ឥឡូវអ្នកលក់ធ្វើឲ្យហើយ5000មួយកែវឥឡូវដើរមករកកន្លែងអង្គុយហើយក៏អង្គុយមើលទូកហើយឥឡូវក៏មានបញ្ជូរមានអីញ៉ាំពីអ្នកប្តីចឹងណាគេឈីមកទលេចឹងណាប្តីខ្ញុំគេលឹកស៊ីគោអាំង